ភាពជាអ្នកដឹកនាំក៏ប៉ុន្តែបងប្អូនរៀនមេរៀននឹងហើយដល់ពេលដែលបងប្អូនសម្រាប់ចិត្តរឿងនេះដឹកនាំបងប្អូនសម្រាប់ចិត្តទៀតថាគេតើពូជគេនឹងធ្លាប់អញ្ចេះពូជគេធ្លាប់អញ្ចោះថានៅក្នុងមេរៀននៃអ្នកដឹកនាំអ្នកនយោបាយមានពូជអត់ឲ្យតែមានបុគ្គលិកលក្ខណៈប្រភេទនឹងនៅលើអ្នកស្រែក៏ដោយនៅលើកូនកសិករក៏ដោយនៅលើអ្នកធាក់ទីក្រូដោយនៅលើបុគ្គលណាក៏ដោយឲ្យតែមានបុគ្គលិកលក្ខណៈបែបហ្នឹងគឺមេដឹកនាំហើយគឺអ្នកនយោបាយហើយទី1គឺសុចរិតអ្នកដឹកនាំត្រូវមានសុចរិតហេតុអីបានត្រូវមានសុចរិតពីព្រោះកិច្ចការទាំងអស់ដូចខ្ញុំនិយាយមិញថាវាធ្វើក្នុងកតុបល្ងឹតអញ្ចឹងអ្នកនយោបាយត្រូវមានសុចរិតអញ្ចឹងបងប្អូនត្រូវពិនិត្យមើលភាពសុចរិតយើងទៅជីកដងយើងទៅធ្វើដងទឹកបានផលរួចហើយយកអានឹងមកចាក់អានឹងសុចរិតអានឹងចង់រកប្រយោជន៍ផ្ទាល់ខ្លួននឹងមានសុចរិតអីមនុស្សអញ្ចឹងមិនមែនមនុស្សសុចរិតទេបងប្អូនណាសុចរិតអ្នកខ្លះនិយាយថាខ្ញុំទៅចូលក្នុងគណៈបកនយោបាយមួយនោះខ្ញុំចូលខ្ញុំអត់ដឹងថាគណៈបកនឹងអត់ល្អដល់ពេលខ្ញុំឃើញអត់ល្អបានខ្ញុំចេញមកវិញធ្វើសង្គមស៊ីវិលអូគណៈបកមួយហ្នឹងចាំបាច់ចូលទៅបានដឹងបើទាំងអស់គ្នាចាំទៅចូលទៅក្នុងគណៈបកបានដឹងចុះប្រជាប្រដ្ឋខ្មែរទាំងអស់គ្នាត្រូវជឿលើគណៈបកតើទៅចូលទៅក្នុងគណៈបកហ្នឹងបានដឹងអាហ្នឹងអត់មានសុចរិតភាពបងប្អូនមើលខ្ញុំគិតតែពីជួយបងប្អូនគ្មានខ្វល់គ្មានចង់បានអីទេសប្តាហ៍ថ្ងៃបើអត់ប្រាក់ខែធ្វើអត់អាហ្នឹងសុចរិតទៅហើយបងប្អូនមើលមិនឃើញអាភាពសុចរិតដែលខ្ញុំនិយាយថាបើលូកបើជួសឈាមគេមើលមិនបានសូមឲ្យមើលតបាយខាងក្រៅដើម្បីសម្គាល់ភាពសុចរិតរបស់អ្នកដឹកនាំណាហើយបងប្អូនដល់ពេលទៅចុងក្រោយចាញ់បោកគេទាំងណាក៏ដោយណារៀនមើលពីឥឡូវទៅហើយកុំយកចិត្តស្រឡាញ់ស្អប់ហ្នឹងយកទៅកាត់ក្តីបងប្អូនសង្កេតមើលឲ្យយូរបានដឹងហើយអ្នកនយោបាយទី2អ្នកនយោបាយត្រូវមានទស្សនវិស័យមិនគ្រាន់តែជាអ្នកខ្វាយខ្វល់មិនថាហីមួយទឹកខ្ញុំនៅជាប់រៀន5ថ្ងៃគាត់ទៅនៅជាប់រៀនមិន5ថ្ងៃគាត់ទៅនៅជាប់បានប្រហែលនេះ500នាក់ហើយគាត់ទៅនៅជាប់ហ្នឹងចង់និយាយថាហ្នឹងចង់និយាយថាគិតស្មារៀនជាប់ហ្មងឯហ្នឹងជាប់ពាក្យថាជាប់រៀនហ្នឹងមិនបានដឹងសក់ទុករៀនខ្ញុំខ្វាយខ្វល់ពីរឿងនេះអ្នកនយោបាយត្រូវមានទស្សនវិស័យស្គាល់បញ្ហាជារឿងសំខាន់ហើយប៉ុន្តែស្គាល់ដំណោះស្រាយជារឿងចាំបាច់ហើយដំណោះស្រាយបង្កើតកម្មវិធីឲ្យតែគេជាឲ្យតែគេទៀមទារួចទៅផ្លូវនឹងរួចអត់អាហ្នឹងដែលខ្ញុំនិយាយថាវាអត់មានទស្សនវិស័យស្អីទេខ្ញុំនៅជាប់រៀនបងប្អូនស្ដាប់ចុះស្ដាប់ឡើងបំឃើញភាពត្រឡប់ភាពត្រឡំភាពត្រឡប់ទៅហ្នឹងដូចនិយាយឡើងថាគណៈបកតតែគណៈបកគឺចាស់មានប្រវត្តិច្បាស់លាស់សួរតែនិយាយពាក្យហ្នឹងត្រូវអត់បើសិនណាជាមិនមានថ្មីទៅមិនចាស់រួចណាបើមានមួយទេមិនមានមលៀនស្លាប់រួចវាត្រូវនិយាយពីភាពត្រូវទៅនិយាយពីអាចាស់ពីអាថ្មីហ្នឹងអាហ្នឹងតែទស្សនៈវាមិនត្រូវដល់ពេលនិយាយភ្លេចដូចតែអាចាស់ហេតើអាចាស់ហ្នឹងក៏អត់យុត្តិធម៌ដែរតើតែមានអាថ្មីហាក់អាថ្មីមិញអញដូចថាវាអត់កើតច្រឡំបោកបងប្អូនដូចចាប់ជើងចាប់ដៃបានអាភាពសុចរិតហ្នឹងនៅលើគោកត្មងបងប្អូនអត់ចេះមើលទេនោះអញ្ចឹងខ្ញុំថាកុំឲ្យគេបោកមើលទៅបងប្អូនរៀនមើលទៅជាពិសេសគឺអ្នកថ្មីអ្នកនយោបាយត្រូវមានសុចរិតត្រូវមានទស្សនវិស័យច្បាស់លាស់ក្នុងនឹងតិចព្រោះថាការងារខ្លះត្រូវការមើលឃើញដោយភ្នែកឬដោយវិជ្ជាប៉ុន្តែអាការឮដោយវិជ្ជានេះវាខុសដោយភ្នែកថាម៉េចត្រូវការយល់អាឃើញដោយភ្នែកឃើញអាក្រក់ឃើញល្អហ្នឹងគ្រូណាតែអាស្ដាប់ឮដូចលោកថាបច្ចេកវិទ្យាសុចរិតមិនអញ្ចឹងនិយាយឡើងធម្មតាគណៈបកថ្មីគណៈបកចាស់ទល់តែចាប់ដើមពីថ្មីទៅណាបើយើងចង់និយាយថាអាណាគណៈបកហ្នឹងថ្មីគឺវាដូចនឹងគណៈបកទីចាស់ទីគឺមានទិសដៅមានការគ្រប់គ្រងនេះជាទស្សនៈមួយត្រឹមត្រូវប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋថាអាចដល់ជាទស្សនៈបែបណាឲ្យប្រជាពលរដ្ឋងាយយល់ថាអាវិទ្យាសុចរិតនឹងជួយដល់ឲ្យដូចមើលឃើញនឹងផ្សេងព្រោះការមើលឃើញភាពសុចរិតគឺមើលឃើញដោយបញ្ញាបាននេះការគិតដោយបញ្ញាសំលោកជួយបញ្ជាក់ផងធម្មជាតិធម៌សុចរិតនឹងមើលឃើញដោយបញ្ញានឹងឯងទៅបញ្ជាក់អ្វីមើលឃើញដោយភ្នែកពីព្រោះធម្មជាតិនៃធម៌សុចរិតនឹងវាមិនមែនជារបស់ដែលប៉ះបានត្រូវតែដឹងដោយបញ្ញាពីត្រូវតែអញ្ចឹងហើយបើថាចាំសម្គាល់ដោយភ្នែកនឹងគេបោកតមកឥឡូវខ្ញុំលើកឧទាហរណ៍គណៈបកសន្តិទីខ្ញុំមានទស្សនៈរបស់ខ្ញុំមួយកាលពីខ្ញុំនៅកូនក្មេងម៉ែខ្ញុំបងប្អូនខ្ញុំហៅខ្ញុំមកសូនពីព្រោះអីពីព្រោះតែធ្វើអីតែខ្ញុំមិនយល់ខ្ញុំមិនដឹងធ្វើម៉េចរៀបអំពើខ្ញុំទៅសូម្បីតែទិញបរិយឬទិញប៊ីចេខ្ញុំសួរម៉ាក់នេះម៉ាក់នោះទិញផ្ទះពីណាខ្ញុំសួរម៉ែខ្ញុំហៅតាសូនប៉ុន្តែបើថាទៅហើយមកវិញបានសម្រាប់ចំណងដល់ខ្ញុំយល់ពីអារម្មណ៍បែបហ្នឹងអ្នកដែលចូលរួមក្នុងចលនារបស់ខ្ញុំប្រើការបញ្យល់ទាំងអស់សូម្បីតែបងប្អូនអ្នកដែលចិត្តដិតគេទុកចិត្តខ្ញុំថាជួយផ្ដិតមេដៃឲ្យស្នាឯងមួយខ្ញុំថាកុំនិយាយពីឲ្យខ្ញុំគណៈបកលោកវិស្នាឯងកុំនិយាយគណៈបកខ្ញុំកុំនិយាយពីរឿងផ្ដិតមេដៃឲ្យខ្ញុំឲ្យយល់សិនខ្ញុំសុំខ្ញុំជឿលោកវិស្នាឯងមិនបាច់ទេផ្ដិតណាខ្ញុំអត់ព្រមកុំផ្ដិតខ្ញុំទាញទៅសិនទូត្រូវការឲ្យអ្នកឯងយល់សិនបានមានកម្លាំងអ្នកឯងមិនយល់អ្នកឯងយល់ថាមិនកើតមិនបាច់ផ្ដិតមេដៃទេជាវិធីដែលខ្ញុំធ្វើគណៈបកសន្តិទីថាអូទៅធ្វើអីអញ្ចឹងកាលខ្ញុំនៅក្នុងនោះមកធ្វើអីអញ្ចឹងគ្រាន់តែយកអ្នកជំងឺមួយទៅមើលក្នុងភូមិនឹងផ្អើលហ្មងផ្អើលហើយមិនបាច់ទេឃើញអាហ្នឹងដែលខ្ញុំថាអត់សុចរិតខ្ញុំថាបើយកអ្នកជំងឺទៅមើលដោយយើងអាណិតយកទៅមើលទៅប៉ុន្តែមកវិញបញ្យល់ដដែលខ្ញុំបញ្យល់វាមិនអស់ហ្នឹងហើយបានខ្ញុំប្រឹងប្រើកាសែតព
យល់ការចំនួនហ្នឹងកសែតលោកគុំគំគាត់ចេញលិខិតមកប្រមូលកសែតខ្ញុំគាត់ថានៅក្នុងបកមានតែជាសំទីមួយអញនឹងគិតនិយាយលោកចង់សួរអីទៀតប៉ុន្តែចំណុចហ្នឹងយើងឃើញថាធម្មតានៃការកំណត់នៃអត្ថន័យឬក៏និយមន័យនៃពាក្យនយោបាយឬអ្នកនយោបាយអាស្រ័យទៅលើគេអ្នកដែលធ្វើយ៉ាងណាមិញដោយលោកលើឧទាហរណ៍ថាគេចង់យកអ្នកជំងឺមួយយកទៅព្យាបាលអ្នកជំងឺមួយនៅភូមិមួយឃុំមួយអញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋក្នុងភូមិក្នុងឃុំហ្នឹងឃើញថាបុគ្គលហ្នឹងបានយកចិត្តទុកដាក់លើអ្នកហ្នឹងហើយអាហ្នឹងជាការកំណត់មួយព្រោះទិសដៅរបស់គាត់ចង់ឲ្យប្រជាពលរដ្ឋហ្នឹងមានជំនឿមកគាត់មានជំនឿក្នុងការស្រឡាញ់របស់គាត់ក៏ដូចជាអ្នកបកនយោបាយគឺចង់ឲ្យបោះឆ្នោតឲ្យក្រុមរបស់គាត់ហ្នឹងព្រោះប្រជាពលរដ្ឋងាយមើលឃើញបើគាត់កំណត់នៅទស្សនៈថាធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបានអំណាចទៅគឺមធ្យោបាយបែបហ្នឹងដែលគាត់អាចទៅធ្វើរឿងរបស់គាត់អញ្ចឹងត្រង់អត្ថន័យដែលថាជានិយមន័យនៃថាពាក្យនយោបាយហ្នឹងប្រហែលគាត់កំណត់ថាគឺធ្វើយ៉ាងម៉េចឲ្យបានអំណាចទៅគាត់ធ្វើបែបហ្នឹងបាទឥឡូវសូមអធិស្ឋានសូមទទួលទូរស័ព្ទពីផងអង្គប្រជាពលរដ្ឋហៅឡូសូមជម្រាបសួរបាទសូមលោកជួយបន្ថយសំឡេងខ្លួនទីព្រោះមានសំឡេងផ្ទាល់បាទលោកអញ្ជើញហៅទូរស័ព្ទពីខាងណាបាទខ្ញុំទៅទីព្រៃវែងបាទឥឡូវក្នុងនេះលោកមានទីទួលណាឬក៏ជំនួយយ៉ាងណាដែរលើប្រធានបទថាអ្វីជាអ្នកនយោបាយបាទប្រធានបទថ្ងៃនេះគឺនិយាយពីអ្វីទៅជាអ្នកនយោបាយហ្នឹងណាបាទសូមឲ្យលោកជួយសង្ខេបឲ្យខ្លីនេះបាទអ្នកនយោបាយតាមទស្សនៈរបស់ខ្ញុំគឺអ្នកនយោបាយដែលតាំងខ្លួនថាជាអ្នកនយោបាយមួយត្រូវគិតថាខ្លួនជាមនុស្សដែលស្ថិតនៅក្នុងក្រសែភ្នែកនៃប្រជាពលរដ្ឋដូច្នេះខ្លួនជាអ្នកនយោបាយត្រូវមានពូជទឹកចរិតភាពពូជគុណធម៌សិលធម៌ព្រមវិហារធម៌និងពូជទុក្ខសុខវិជ្ជាធម៌បានពីខ្ញុំថាអ្នកនយោបាយត្រូវមានធម៌ទាំងអស់ខាងលើនេះព្រោះអ្នកនយោបាយកាលណាបើមានធម៌ទាំងអស់ខាងលើនេះវាអាចคล้ายទៅជាអ្នកដឹកនាំនៅថ្ងៃណាមួយខែឆ្នាំណាមួយក្រោយពីប្រជាពលរដ្ឋយល់ដឹងពីចរិតរបស់អ្នកនយោបាយនោះហើយបើទៅជាអ្នកដឹកនាំគឺអ្នកដឹកនាំវាទៅតាមវិធីសាស្ត្រនយោបាយដែលខ្ញុំធ្លាប់បានដឹងដូចថាអ្នកដឹកនាំត្រូវតែជាទស្សនវិទូត្រូវតែជាអ្នកនាំដូច្នេះអត្ថន័យជំរឿននៃអ្នកនយោបាយនេះដែលយើងទីភាពសាមញ្ញលក្ខណៈបំផុតគឺដែលគេហៅថាលោកអាចារ្យនៃលោកអាចារ្យហ្នឹងលោកអាចារ្យអានឹងត្រូវធ្វើភាពនៅខ្លួនឲ្យទៅជាអញ្ចឹងនិយាយឲ្យសនុកស្ដាប់តាមវាសាមញ្ញឥឡូវទៅប៉ុន្តែអ្នកនយោបាយបច្ចុប្បន្នយើងឃើញជាច្រើនណាស់ច្រើនតែយកនយោបាយធ្វើជាអាជីវកម្មហើយអ្នកដែលចង់ជ្រកក្រមស្លាបរបស់អ្នកនយោបាយហ្នឹងដែលផ្អែកពីថាចង់ចូលគណៈបកហ្នឹងក៏ច្រើនតែយកគណៈបកធ្វើជាអាជីវកម្មដូច្នេះมันទីជំរឿនទៅលើភាពជីវៈនៃខ្លួនជាអ្នកនយោបាយដែលថាជាអ្នកស្ថិតនៅក្នុងប្រសាទផ្នែករបស់ប្រជាពលរដ្ឋព្រោះប្រជាពលរដ្ឋម្នាក់គេសម្លឹងមើលអ្នកនយោបាយទាំងអស់មើលតាំងចរិតមើលតាំងអេរិយាបថនយោបាយមើលទាំងអីទាំងអស់ហើយបើយើងមើលអ្នកនយោបាយលើដូចខ្ញុំបានលើកឡើងនេះថាច្រើនតែយកនយោបាយធ្វើជាអាជីវកម្មសម្រាប់គ្រួសារខ្លួនបាក់ពួកខ្លួនដូចជាក្រុមខ្លះបាក់ខ្លះចឹងថាអំណាចមិនព្រមឲ្យមកប្រជាពលរដ្ឋហើយប្រព័ន្ធសមាមាត្រក៏ប្រព័ន្ធសមាមាត្រទៅបើមិនបានឯកតញ្ញាណទេប៉ុន្តែសូមឲ្យតែរឿងអ្នកតំណាងរាស្ត្រនេះដែលជាមន្ត្រីជាន់ខ្ពស់របស់បកនេះឲ្យមនុស្សវិសាមញ្ញទៅកុំយកមនុស្សសាមញ្ញពេកយកមកធ្វើអ្នកជាសមាជិកបកនយោបាយតំណាងរាស្ត្រនឹងខ្លះនិយាយមិនដឹងខុសមិនដឹងត្រូវផងក៏ជាតំណាងរាស្ត្រដែរនឹងខ្ញុំនិយាយឃើញកន្លងមកដូច្នេះដូចថាគេប្រមូលតែក្រុមគេបកគេដើម្បីធ្វើអាជីវកម្មក្នុងរឿងនយោបាយពីប្រជាពលរដ្ឋបាទតាមថាឥឡូវខ្ញុំក៏មិនមានយោបល់អីវែងឆ្ងាយនេះគ្រាន់តែថាខ្ញុំស្ដាយនឹងអ្នកនយោបាយដែលចេះបោករាជចេះបោកប្រាស់រាជរងនឹកតែបោកប្រាស់ជាច្រើនបាទសូមអរគុណបាទឥឡូវសូមអធិស្ឋានសូមទទួលទូរស័ព្ទពីផងអង្គប្រជាពលរដ្ឋហៅឡូបាទបាទជំរាបសួរបាទជំរាបសួរលោកអញ្ជើញហៅទីតាំងខាងណាបាទខ្ញុំស្ដាំដែរលោកឈ្មោះអីដែរបាទលោកតលៀនសូមលោកអញ្ជើញដល់សកម្មនេះគ្រប់ពេលវេលាយើងជិតចាប់ហើយបាទជាបឋមនេះគឺខ្ញុំចូលរួមគឺថាមានស្មិទ្ធបានថាបកស្រាយនឹងគឺថាមានការយល់ដឹងតែក្នុងថាអ្នកនយោបាយគឺមានការបោកប្រាស់ជាច្រើនអ្នកនយោបាយច្រើនតែសម្ដែងចេញមកជាអ្នកនយោបាយប៉ុន្តែនយោបាយនេះបានត្រូវបានបោកប្រាស់ដល់រាជជាច្រើនរាជវាមិនទៅយល់ជាហេតុការណ៍ធំទេប៉ុន្តែជាច្រើនត្រូវបានគេទៅបោកប្រាស់ដល់រាជនោះច្រើនញឹកញាប់ណាស់រហូតទៅតែរាជនេះលែងចង់ស្ដាប់អ្នកនយោបាយគឺក្រោយទៀតក៏លែងចង់ស្ដាប់ដែរព្រោះថាប្រជាពលរដ្ឋគ្នាមិនដឹងហើយពេលដែលមិនដឹងគេយល់ពីចិត្តសាស្ត្ររបស់រាជល្ងងគេស្ដោបអាល្ងងនឹងបានគេធ្វើវិធីបោកប្រាស់អ្នកនយោបាយគេច្រើនកន្លងមកគឺអញ្ចឹងប៉ុន្តែខ្ញុំ
ចង់ធ្វើទៅវាមិនឲ្យបានបកស្រាយទលំទលាយតទៅទៀតថាតើគឺយ៉ាងណាដើម្បីកុំឲ្យធ្លាក់នយោបាយខាងក្រោយនេះបោកប្រាស់រិះតទៅទៀតហើយឲ្យរិះនេះនាំគ្នាគិតពិចារណាជ្រើសរើសអ្នកដឹកនាំប្រកបទៅដោយសុចរិតយុត្តិធម៌ត្រឹមត្រូវហើយឲ្យបានសម្រេចគោលបំណងថាអំណាចទៅដល់រាជព្រោះថាចង់បានតម្លាក់ដោយរាជហើយក៏ត្រូវតម្លើងវិញដោយរាជដែរមិនចង់បានអ្នកដឹកនាំបែបនេះបានធ្វើចំច្រោះទៅតាមច្បាប់បច្ចុប្បន្នថ្មីនេះគឺថាលទ្ធិជាតបដៃយើងហ្នឹងហើយបើលទ្ធិជាតបដៃយើងសម្ដែងទៅថាត្រូវតម្លាក់ដោយរាជតម្លើងដោយរាជនេះប៉ុន្តែខុសថ្ងៃនេះយើងធ្វើអត់បានអត់ឲ្យគាត់ឃើញថាតម្លាក់ដោយរាជហើយតម្លើងវិញដោយរាជនេះអត់ឃើញច្រើនថាពេលដែលរាជបានប្រគល់អំណាចឲ្យហើយត្រូវចាប់អំណាចនេះយកទៅក្តោបក្តាប់កាន់ណែនឹងដៃហើយយកមកធ្វើបាបនេះវិញក៏ដែរអញ្ចឹងខ្ញុំយល់ស្របទៅតាមវាមិនខាងដើមមកពីមុនមកដែលបានចូលទៅច្រើនថាចង់បានប្រព័ន្ធថ្មីព្រោះថាប្រព័ន្ធវិទ្យាសាស្ត្រខាងទៅតាមយើងយល់ព្រោះថាប្រព័ន្ធគណៈណាគឺស្ដែងឡងមកមើលឃើញថាអត់ត្រូវមែនជាច្រើនអំណាចនេះស្បំទៅលើបុគ្គលម្នាក់គឺច្រើនណាស់ហើយពេលដែលបានអំណាចមកហើយតែងតែបំបត្តិនៅចិត្តសេរីភាពរបស់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំចង់ថាប្រទេសខ្មែរឲ្យទៅជាកន្លែងបទពិសោធន៍ចាស់ព្រោះថាចង់បានប្រព័ន្ធថ្មីមួយទៀតតែយ៉ាងម៉េចទៅប្រព័ន្ធឯកតញ្ញាណនេះតើមានផលប្រយោជន៍យ៉ាងម៉េចដល់វានោះពេលវាចង់បានថាកាលណាប្រព័ន្ធឯកតញ្ញាណនេះគឺនិយាយឲ្យស្រួលស្ដាប់ហើយស្រួលយល់ទៀតគេថាតម្លាក់វិញដោយរាជកម្លាំងដោយរាជអានេះគឺខ្ញុំគ្រប់គ្រងហើយងាយស្ដាប់តែវាមិនទៅតាមដំណើរនេះខ្ញុំស្ដាប់តែគាត់បានបកស្រាយនោះខ្ញុំយល់ពីមុនមកគឺថាស្រួលស្ដាប់ស្រួលយល់ហើយស្រួលធ្វើទៀតអ្នកណាដែលជាស្លាហាជាតិទឹកប្រកបគឺជាចេញមកមកហើយសម្ដែងនៅការស្មោះត្រង់ចំពោះមុខរៀនមកហើយបើសិនថាគាត់ធ្វើអត់បានគាត់ទឹកសន្យារបស់គាត់អត់បានគាត់ទម្លាក់មកវិញគឺដោយរាជតែនេះអាកន្លែងខ្ញុំគួរស្ដាប់ហើយខ្ញុំយល់ទៀតប៉ុន្តែបើសិនថាបើគណៈបកថ្មីណាលោកលៀងខ្ញុំលោកសន្យាកន្លែងណាមួយឲ្យខ្ញុំយល់បានខ្ញុំនឹងគ្រប់គ្រងអ្នកនយោបាយថ្មីលោកលៀងសូមលោកជួយសង្ខេបទីព្រោះតើនីតិដើម្បីស្អីវាខ្ញុំយើងឆ្លើយខេត្តផលិតផលអរគុណបាទសូមអរគុណហើយខ្ញុំសូមគោលនីតិពេលលោកទឹកមិនដើម្បីឆ្លើយបន្តទៀតឲ្យតាមរយៈពេល9នាទីមិញលោកស្រមគាត់ថាគឺមើលជំងឺនឹងដើម្បីយកអំណាចសិនខ្ញុំប្រាប់ថាមនុស្សយើងគឺការគិតនឹងឯងមនុស្សគឺការគិតនឹងឯងមេរៀនខ្ញុំអំពីតម្លៃរបស់មនុស្សគុណភាពរបស់មនុស្សខ្ញុំបានបញ្យល់ហើយខ្ញុំមិនចង់និយាយច្រើនទេមនុស្សគឺការគិតនឹងឯងតួខ្លួនមិនសំខាន់ទេបើភ្នងមើលតួខ្លួននឹងមានធំជាងប្រជាពលរដ្ឋខ្មែរយើងសាមញ្ញធម្មតាផងក៏ប៉ុន្តែការគិតរបស់គាត់អន់អតិន័យនឹងឯងគឺជាមនុស្សហើយព្រោះការគិតនឹងពុទ្ធ5រំគ្រូនៃយើងព្រះអង្គថាបើស្នាជាយើងគិតក៏ប្រហែលតែសត្វនេះមានអីលើសត្វខ្ញុំសួរថាគេទៅមើលជំងឺណាគេមើលជំងឺសួរថាការអាណិតអាសូរមែនតើណាអត់បើអត់មានការអាណិតអាសូរមែនតើមានន័យថាជាការផ្ដល់ទិន្នន័យច្រឡំមួយឲ្យប្រជាពលរដ្ឋខ្ញុំថាដូចពស់ចឹងណាពស់ហើយឃើញពស់នឹងក្វេកវោថាហេពស់រំបែបពស់ស្រឡាញ់អញដល់ពេលគាត់យល់ថាអញ្ចឹងគាត់លូកដៃប៉ាប់ដល់ពេលគាត់យល់ថាមើលជំងឺដែលអាណិតអញបែបស្រឡាញ់អញគាត់ប្រតិកម្មជាមួយនឹងអាវិធីឆ្លើយតបទៅជាមួយបុគ្គលហ្នឹងគឺគាត់បោះឆ្នោតជូនតែបោះឆ្នោតជូននឹងវាមិនបានអាភាពសុចរិតនឹងមកពីពួកអ្នកនយោបាយត្រូវមានភាពអសុចរិតហ្នឹងខ្ញុំនិយាយទៀតថាបើគាត់ស្រឡាញ់បើគាត់អាណិតមេត្តាគឺគាត់មើលទៅបន្ទាប់ពីមើលហើយគាត់មកបញ្យល់ទៅដែរព្រោះរឿងវាត្រូវចូលរួមត្រូវតែឲ្យគាត់យល់ហេតុអីបានមិនឲ្យគាត់យល់នៅតែពីនិយាយថាដូររដ្ឋាភិបាលដូរឡានចាស់ដាក់ឡានថ្មីដូរឡានចាស់ដាក់ឡានថ្មីខ្ញុំលើកឧទាហរណ៍ពីភាពមិនសុចរិតទៀតឧទាហរណ៍បាតកម្មមួយមិនមែនគណៈបព្វឆាំជាអ្នករៀបចំធ្វើទេកម្មករជាអ្នករៀបចំធ្វើខ្ញុំលើកឧទាហរណ៍ថ្ងៃមួយឧទាហរណ៍គ្រូបង្រៀនហើយកម្មកររៀបចំធ្វើហើយសួរថាយើងមេគណៈបព្វឆាំទៅធ្វើអីគាត់លើមេគណៈបព្វឆាំទៅគេប្រខាំងប្រជាពលរដ្ឋឯណោះគាត់លើតែគេខាំងអបណ្ដោយហើយនិយាយពីដើរនោះទៅសួរពួកគ្រូបង្រៀននោះគាត់ថាម៉េចគាត់ថាដោវឹងមុខគេដើម្បីឲ្យគេឃើញគេអីអាហ្នឹងហើយដែលខ្ញុំនិយាយថាភាពកលេសកលុចភាពមិនសុចរិតហ្នឹងណាខ្ញុំថាបើអ្នកដែលសុចរិតវិញហ្នឹងបើស្នាជាយើងទៅនាំមានបញ្ហាដល់យើងមិនចេះទៅទៀតហើយបើយើងមិនចេះទៅគេថាអំពើល្អដូចខ្នោក្នុងដីយូរគេសម្គាល់យើងបានគេថាមនុស្សហ្នឹងចាំមិនទៅសំយើងទេប៉ុន្តែត្រង់ចំណុចហ្នឹងប្រហែលជាគាត់កំណត់នៅទស្សនៈនយោបាយរបស់គាត់មួយគាត់ថាអ្នកនយោបាយឲ្យត្រូវចេះប្រើឱកាសដល់ពេលឱកាសពេលហ្នឹងគាត់ក៏តែចូលរួមប្រើដែរនយោបាយស្រុកខ្មែរអញ្ចឹងហើយអញ្ចឹងបានស្រុកខ្មែរវានៅប៉ុណ្ណឹងពីព្រោះនយោបាយខ្ញុំប្រាប់ថាសំបីតែសម្ដីក៏ដោយសំបីតែសកម្មភាពទាំងឡាយណាក៏ដោយដែលផ្ដល់នៅការភ័ន្តច្រឡំគឺផ្ដល់ទិន្នន័យខុស
ពួកមនុស្សគឺការគិតនឹងឯងហើយចុះបើយើងផ្ដោតទៅន័យខុសគាត់នឹងមានប្រតិកម្មគាត់នឹងប្រកាន់អេរយាប័តខុសចំពោះអ្នកនយោបាយហ្នឹងតែពេលបានអ្នកនយោបាយពួកអ្នកនយោបាយត្រូវមានសុចរិតហើយចុះគាត់បាត់អធិបសុចរិតនឹងមួយហើយវាបាត់អាគោលធំរបស់អ្នកនយោបាយច្រើនណាស់បើបងប្អូនតាមដានសង្កេតមើលដូចខ្ញុំនិយាយមិញថាក្នុងនាមជាអ្នកនយោបាយកិច្ចការណាអំណាចណាដែលយកមកធ្វើបានសម្រាប់បានយកចុះគណៈកម្មការរៀបចំដោះស្រាយបញ្ហាដីធ្លីនេះមានដោះស្រាយអីដែរហើយមិនក៏នៅទៅយកបានជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែក្នុងនាមជាអ្នកដែលដោះស្រាយបញ្ហាក្នុងនាមជាអ្នកដែលស៊ីឈ្នួលគេទៅដោះស្រាយបានគឺលាចេញណាហើយគាត់ងដងគាត់មិននិយាយគាត់ថានៅស្រុកគេថាធ្វើមិនកើតជាលាចេញហើយគាត់មានលាហើយអាដំណើរមិនកើតហ្នឹងយើងមើលឃើញតាំងពីដំបូងដៃដឹងថាយកគាត់កើតហើយវិជាប្រវត្តិក៏នៅតែគាត់ថតទៅងប់ងល់ទាំងឋានណាក៏ដូចណាដែរថាហ្នឹងគាត់អត់បន្ទោសខ្លួនគាត់ទេគាត់បន្ទោសតែគេរឿងគេបោកហ្នឹងបើគាត់បន្ទោសខ្លួនគាត់អានឹងមានផ្លូវចេញថាអញភ្លឺឲ្យតែគេបោកថ្ងៃក្រោយអញលែងយកចិត្តទៅគាំទ្រដែលខ្ញុំនិយាយកាលនៅក្នុងសភាថាប្រទេសខ្មែរយើងវាមានតែពួកអ្នកគាំទ្រកាប់មុខហើយនឹងអ្នកប្រឆាំងកាប់មុខវាអត់មានមនុស្សដែលមានអញ្ញាកដាលរកខុសរកត្រូវឲ្យខ្មែរទាំងសងខាងវាអត់មានអាហ្នឹងសុចរិតភាពមួយវាអត់មានទី2ជាអ្នក challenge ជាអ្នកប្រកួតប្រជែងមកថាទស្សនៈនឹងត្រូវហើយត្រូវប្រកួតប្រជែងអ្នកនយោបាយសពថ្ងៃគេតាំងខ្លួនគេជាអ្នកនយោបាយអ្នកតំណាងរាស្ត្រក្នុងគណៈបកមួយសួរថាគេដែរ challenge ណាគេដែរប្រកួតប្រជែងជាមួយមេបកគេដែរប្រជុំរាល់ម្ដងគឺតាមសំណើរបស់មេបកគេហ្មងសំណើមេបកគេធ្វើមកគឺគេធ្វើតាមតែមេបកហ្នឹងគេអត់ដែលមាន challenge ទេពីព្រោះ challenge ហ្នឹងពីព្រោះអាការប្រឆាំងដោយសារកំណត់បកខ្លួនមិនត្រូវហ៊ានប្រឆាំងមួយមេបកស្រុកខ្មែរបើប្រឆាំងជាមួយអ្នកដទៃក្រៅពីបកអានឹងកាន់តែឡើងធំប៉ុន្តែបើប្រឆាំងជាមួយមេតាណាក៏ដោយត្រូវតែបញ្ចប់ជីវិតនយោបាយហើយជាអ្នកនយោបាយពិតប្រាកដត្រូវមាន challenge អ្វីដែលយល់ថាត្រឹមត្រូវតែបុកមេក៏ដោយអានឹងជាអ្នកនយោបាយសួរថាអ្នកដែលតាំងខ្លួនជាអ្នកនយោបាយសពថ្ងៃនេះទៅជាអ្នកនយោបាយក្នុងគណៈបកសំក្នុងគណៈបកមួយវាដូចជាកន្លែងរស់ស៊ីអញ្ចឹងណាលក់ដូរនៅផ្សារខាតគេលក់តូក៏បាន 20000 ទៅចូលក្នុងគណៈបកតែគេនិយាយថាម៉េចគេថាតែគេចេញលុយគេប្រឹងត្រូវតែបានជាកន្លែងរស់ស៊ីហើយមានបកគេថាគេខ្វះលុយដែរអញ្ចឹងបើបុគ្គលនឹងដាក់លុយត្រូវតែបានប៉ុន្តែសួរថាសមត្ថភាពបុគ្គលនឹងមានថាអត់មានហេតុអីបានអញ្ចឹងវាអត់មានសុចរិតភាពហ្នឹងអាងតារៀមមិនដឹងអាងតារៀមយល់ចេះតែឲ្យមកអញ្ចឹងបានខ្ញុំថាអាណត្តិមុន5 10នាក់គណៈបកប្រឆាំងនិយាយបានតែ2 3នាក់ដល់ពេលតែពួកនឹងចេញទៅថាសម្រាមឥឡូវតំណាងរាស្ត្រប្រហែលអ្នកឲ្យចេញនិយាយប្រហែលអ្នកដេកទៀតនៅក្នុងរដ្ឋសភាសួរតែ24នាក់ជាប់និយាយមិនគ្រប់គ្នាផងតែមានសមត្ថភាពនិយាយឲ្យសួរតែរកប្រហែលអ្នកទៀតអានឹងជារូបភាពដែលមិនសុចរិតដែលប្រជាពលរដ្ឋគាត់នឹងបោះឆ្នោតឲ្យតែមិនបោះឆ្នោតឲ្យតាំងថាមកពីរៀងអត់ព្រមបន្ទោសថាមកពីខ្លួនគណៈបកនឹងអត់បានបង្ហាញនៅភាពល្អទីត្រង់ជាអ្នកដែលមានទស្សនវិស័យយល់បញ្ហាជារឿងត្រឹមត្រូវហើយប៉ុន្តែយល់បញ្ហាគ្មានណាយល់ប្រហែលទេសង្គមស៊ីវិលសពថ្ងៃយល់តែបញ្ហាប៉ុន្តែវាអត់យល់ដំណោះស្រាយមិនដឹងដោះស្រាយទៅមានណាតែពេលនិយាយទៅគាត់ថាគាត់សង្គមស៊ីវិលណោះដល់ពេលទៅហ្នឹងបានដឹងថាគាត់មិនមែនអ្នកដោះស្រាយបញ្ហាណាដល់ពេលគេទៅរកដោះស្រាយបញ្ហាគាត់ថាខ្ញុំមិនមែនមកសុំអំណាចដូចអ្នកតំណាងរាស្ត្រដូចអ្នកនយោបាយណាវាទៅជាត្រឡប់ត្រឡឹងចឹងទៅណាខ្ញុំប្រាប់ថាបើធ្វើនយោបាយវាគ្មានសុចរិតពួកអ្នកនយោបាយសត្វតែខូចទេខ្ញុំខ្មាស់គេខ្ញុំមកធ្វើប៉ុន្តែក្នុងទស្សនៈរបស់ខ្ញុំយល់ច្បាស់ថាបើចង់ជួយប្រជាពលរដ្ឋមានតែអ្នកនយោបាយអញ្ចឹងសង្គមស៊ីវិលត្រូវនិយាយថាខ្ញុំវាមិនបានចូលរួមចំណែកជួយរដោះស្រាយបញ្ហាប្រទេសជាតិដូចអ្នកនយោបាយទេខ្ញុំជួយបានតែប៉ុណ្ណឹងទេគាត់ទៅនិយាយថាខ្ញុំគិតតែជួយប្រជាពលរដ្ឋទេមិនដូចអ្នកនយោបាយសុំអំណាចវាទៅអញ្ចឹងទៅអាហ្នឹងអត់សុចរិតនោះណាវាត្រឡប់ឲ្យអាងទៅរួចហ្នឹងអាហ្នឹងថាភូតអ្នកដឹងណាអាអ្នកមិនដឹងអញគិតតែពីភូតហ្នឹងអាហ្នឹងតែគេថាអត់មានធម៌ហេតុមានន័យថាគ្មានពីណាដឹងក៏ដោយដឹងតែខ្លួនឯងក៏អត់ធ្វើដែរណាដែលខ្ញុំនិយាយរាល់ដងថាអ្នកនយោបាយត្រូវមានធម៌ហេតុកំពូលនៃសិលធម៌បន្ទាប់មកទៀតត្រូវតែជាអ្នកដែលតស៊ូព្យាយាមអ្នកនយោបាយត្រូវមានលក្ខណៈជាអ្នកតស៊ូព្យាយាមអ្វីដែលខ្លួនយល់ថាត្រឹមត្រូវហើយព្យាយាមបញ្យល់គេម្ដងហើយម្ដងទៀតដូចខ្ញុំរាល់ដងខ្ញុំចេះតែនិយាយថាបើមិនទៅនៅនឹងខ្ញុំសួរតែខ្ញុំនិយាយភាសាហ្នឹងចំពោះពីណាខ្ញុំដឹងពីព្រោះក្រុមអ្នកលក់ទៀនធូបរបស់គណៈបកនោះហើយពួកអញ្ចឹងហ្នឹងសិតតែពួកដេកលក់ហើយគេមកនិយាយខ្ញុំអត់បញ្យល់ទេពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គថាបុគ្គលអញ្ចឹងប្រមរួចទេប៉ុន្តែបើប្រជាពលរដ្ឋវិញដែលគាត់គ្មានភ្ជាប់ផលប្រយោជន៍វិញបើគាត់មិនយល់ខ្ញុំបញ្យល់ម្ដងហើយម្ដងទៀតដោយចិត្តមេត្តាដោយចិត្តអនុគ្រោះខ្ញុំប្រឹងបញ្យល់ណាប៉ុន្តែពួកអ្នកលក់ទៀនធូបខ្ញុំអត់ទេខ្ញុំដឹងអ្នកទេចូលណាយ៉ាងម៉េចអ្នកទេចូលណាយ៉ាងម៉េចអ្នកណាយ៉ាងម៉េចប្រតិកម្មយ៉ាងម៉េចខ្ញុំយល់អទស្សនៈខ្ញុំយល់ដឹងអញ្ចឹងបានខ្ញុំថាខ្ញុំចែកជាពីរប្រភេទបុគ្គលដែលដឹងហើយធ្វើមិនដឹងដោយគេភ្ជាប់ផលប្រយោជន៍ក្នុងបកគេមានបងគេធ្វើបកនឹងគេ
មានប្អូនគឺធ្វើបាក់គេការពារអញ្ចឹងតែនៅនឹកងស់ប៉ុន្តែជាបរតនោះដែលគាត់មិនយល់ជាយាមដោយក្តីអាណិតអាសូរជាយាមពន្យល់គាត់ដោយក្តីអមេត្តាអានឹងសេចក្តីព្យាយាមត្រូវមាននៅក្នុងលក្ខណៈជាអ្នកដឹកនាំត្រូវចេះគ្រប់គ្រងធនធានអានឹងក៏សំខាន់ដែរជាអ្នកដឹកនាំត្រូវមានលក្ខណៈជាអ្នកចេះគ្រប់គ្រងធនធានគណៈបក្សសន្តិគាត់ត្រូវនិយាយខឹងខ្ញុំទៅហ្នឹងគាត់ថាគណៈបកយើងគេចូលដូចទឹកបាក់ទំនប់ខ្ញុំថាអាទំនប់ខាងលើបាក់មែនតែអាទំនប់ខាងក្រោមគឺបាក់ចេញឈប់ដែរអូខឹងខ្ញុំដេកក្បាលឯកទុយពួកអត់ចេះគ្រប់គ្រងគាត់ច្រើនតែយកតំណែងដើម្បីចងជាបាច់គាត់ថាគុំចេញចាំឲ្យតំណែងនេះគុំចេញចាំឲ្យតំណែងនេះគាត់ប្រើតែមកជួបបាយនឹងចំណងគាត់ទីចំណងអញ្ចឹងខ្ញុំថាបើទាំងអស់គ្នាមិនយល់ថាយើងធ្វើដើម្បីជាតិទេចំណងជាតិទៅឲ្យគេចេញទៅមិនមានតម្លៃទេសម្រាប់គុំយកគុំទិញមនុស្សអញ្ចឹងមកអត់ទេគាត់អត់ចេះគ្រប់គ្រងអានឹងហើយបាក់ភាពជាអ្នកដឹកនាំសូមអរគុណ